នៅក្នុងលំហាកាសដ៏ធំល្វឹងល្វើយគ្មានទីបញ្ចប់មានពន្លឺតូចមួយកំពុងអណ្តែតដល់សត្វទៅតាមខ្យល់វាគឺជាចំណុចពន្លឺដ៏តូចមួយដែលមិនទាក់ទាញភ្នែកទាល់តែសោះវាហាក់បីដូចជាស្ថិតនៅចន្លោះការពិតនិងភាពទេស្អាតប៉ុន្តែនៅក្នុងចំណុចពន្លឺបែបនេះបែរជាមានវិញ្ញាណដឹងខ្លួនមួយគង់នៅឬអាចនិយាយបានថាជាញាណទេវៈព្រោះមានតែញាណទេវៈប៉ុណ្ណោះទើបអាចអណ្តែតដល់សត្វក្នុងចក្រវាលបែបនេះដោយមិនរលាយបាត់បង់លើសពីនេះទៅទៀតវាថែមទាំងកំពុងដេញតាមទិសដៅមួយដើម្បីស្វែងរកអ្វីមួយទៀតផងទ្រង់ដឹងក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ទទួលដឹងនៅកម្លាំងទីនាំដ៏ខ្សោយមួយនោះនៅខណៈពេលដែលភរិយាបានលាចាកលោកញាណទេវៈក៏បានរលាយសាយភីមានតែការទៅចាប់ជាតិបដិសន្ធឡើងវិញប៉ុណ្ណោះទើបអាចមានឱកាសត្រឡប់មកកាន់ពិភពលោកនេះម្ដងទៀតនៅលើលោកនេះគ្មានថ្នាំស្ដាយក្រោយឡើយទោះបីជាទ្រង់ជាដល់ទៅស្ដេចព្រះអាទិទេពដែលអាចបង្វិលពេលវេលាមកវិញក្នុងរយៈពេលខ្លីក៏ដោយក៏មិនអាចបង្វិលគ្រប់យ៉ាងឲ្យដូចដើមវិញបានដែរទ្រង់គ្មានជំរឿផ្សេងឡើយជំរឿតែមួយគត់ដែលទ្រង់អាចធ្វើបានគឺទៅស្វែងរកនាងទោះបីជាត្រូវលះបង់នៅធាតុបណ្ដុះកុសលដែលបានសន្សំអស់រាប់ម៉ឺនឆ្នាំនិងលះបង់ឋានៈជាស្ដេចព្រះអាទិទេពជំនាន់នោះក៏ដោយព្រោះគ្មានអ្វីដែលសំខាន់ជាងនាងឡើយកាលបើគ្មាននាងហើយទោះបីជាបានធ្វើជាស្ដេចនៃចក្រវាលក៏មានន័យអ្វីទៅបើគ្មាននាងគ្រប់យ៉ាងនឹងក្លាយជាគ្មានន័យទាំងអស់ការដឹងវិញ្ញាណគឺច្បាស់លាស់ណាស់យ៉ាងហោចណាស់នៅពេលដែលទ្រង់សម្រេចចិត្តស្លាប់តាមនាងដោយបន្សល់ទុកតែញាណទេវៈបន្តិចបន្តួចដើម្បីតាមរកភរិយាទ្រង់ក៏គិតបែបនេះដែរទ្រង់ជឿជាក់ថាទ្រង់ពិតជាអាចស្វែងរកពិភពលោកដែលភរិយាបានទៅចាប់ជាថ្មីឃើញជាមិនខាននៅក្នុងខួរក្បាលតែងតែលេចឡើងនៅរឿងរ៉ាវកាលពីអតីតកាលឥតឈប់ឈរចាប់តាំងពីពេលដែលពួកគេបានជួបគ្នាដំបូងរហូតដល់វិនាទីចុងក្រោយដែលនាងបានលាចាកលោកទៅរឿងរ៉ាវទាំងអស់នេះសុទ្ធសឹងតែចាក់ដោតជាប់ក្នុងចិត្តយ៉ាងជ្រាលជ្រៅទោះបីជាឆ្លងកាត់អស់រាប់ម៉ឺនឆ្នាំក៏មិនបានរំសាយបាត់បង់ទៅណាឡើយចាំបងណាសៀវអ៊ូបងមកហើយទោះបីជាអូនដែលចាប់ជាថ្មីមិនអាចរក្សាការចងចាំពីមុនបានទៀតក៏ដោយក៏បងនៅតែត្រូវស្វែងរកអូនឲ្យឃើញដដែលທາງសានរបស់អូនកើតជាថ្មីម្ដងទៀតគឺដើម្បីអូនជំពូកទី2ចប់ហើយតើត្រូវគេស៊ីមែនទេសំឡេងយំខ្សឹកខ្សួលគ្មានកម្លាំងកំហែងបន្លឺឡើងនៅក្នុងបន្ទប់តូចចង្អៀតមួយដែលមានខ្យល់បក់ចូលគ្រប់ទិសទីស្ត្រីម្នាក់បានអបកូនក្នុងរង្វង់ដៃយ៉ាងណែននាងព្យាយាមប្រើភួយចាស់រហែកដោយក្រណាត់ជូតជើងដើម្បីជួយបាំងខ្យល់ដ៏ត្រជាក់ស្រេបដែលបក់បោកចូលតាមចន្លោះទ្វារនិងបង្អួចនៅក្នុងបន្ទប់នោះងឹតស្លុបដូចទៅនឹងបរិយាកាសដ៏ក្រៀមក្រំចង្គៀងប្រេងកាតមួយដួងហាក់ដូចជាអាចរលត់ទៅវិញគ្រប់ពេលថាងសានថេងសែនព្យាយាមបញ្ចេញសំឡេងម្ដងទៀតប៉ុន្តែអ្វីដែលគាត់អាចធ្វើបានមានតែសំឡេងយំទារោគដ៏សាមញ្ញបែបនេះប៉ុណ្ណោះគាត់បានមកដល់ពិភពលោកនេះបានប៉ុន្មានថ្ងៃហើយត្រូវហើយគឺទើបតែបាន2 3ថ្ងៃប៉ុណ្ណោះគាត់ទើបតែសម្រាលបានប្រហែលជា3ថ្ងៃប៉ុន្តែគាត់អាចទទួលដឹងពីអារម្មណ៍មិនល្អយ៉ាងខ្លាំងក្នុងនាមជាអតីតស្ដេចព្រះ God King ដ៏ខ្លាំងពូកែមួយរូបដើម្បីតាមស្វែងរកភរិយាដែលបានចាប់ជាតិបដិសន្ធឡើងវិញគាត់បានលះបង់អ្វីគ្រប់បែបយ៉ាងទីបំផុតមុនពេលដែលវិញ្ញាណរបស់គាត់ជិតរលត់សូន្យគាត់ក៏ទទួលបានសញ្ញាដឹងមួយរួចក៏បានមកដល់ពិភពលោកនេះទោះបីជាកាលពីមុនគាត់ខ្លាំងពូកែប៉ុណ្ណាក៏ដោយប៉ុន្តែពេលនេះគាត់បានចាប់ជាតិថ្មីគាត់គ្រាន់តែជាទារកម្នាក់ប៉ុណ្ណោះអ្វីដែលខ្សត់ខ្សោយបំផុតនោះគឺទោះបីជាមានការចងចាំពីជាតិមុនដ៏ខ្លាំងក្លាយ៉ាងណាក៏វាមិនអាចផ្លាស់ប្ដូររូបរាងកាយដ៏តូចឆ្មានិងទន់ខ្សោយមួយនេះបានដែរកើតបាន3ថ្ងៃបើទឹកដោះដ៏តិចតួចស្ទួចស្ដាងពីម្ដាយនៅពិភពលោកនេះគាត់សំបីតែស្ដាប់ភាសានៃពិភពលោកនេះមិនទាន់យល់ផងព្រោះរឿងនេះវាត្រូវការពេលវេលាប៉ុន្តែគាត់អាចដឹងយ៉ាងច្បាស់ថាពិភពលោកដែលគាត់បានមកចាប់ជាតិថ្មីនេះប្រហែលជាលំបាកខ្លាំងជាងអ្វីដែលគាត់បានគិតទៅទៀតថាងសានមានការចងចាំពីជាតិមុនវិញ្ញាណរបស់គាត់ក៏ធ្វើឲ្យព្រលឹងរបស់គាត់នៅក្នុងពិភពលោកនេះខ្លាំងជាងមនុស្សធម្មតាបន្តិចហើយមូលហេតុដែលគាត់មិនទាន់ចេះភាសានៃពិភពលោកនេះហេតុផលសំខាន់បំផុតគឺមនុស្សទាំងនេះក៏មកនិយាយស្ដីឬប្រស្រ័យតាក់ទងគ្នាណាស់ទោះបីជានិយាយក៏ជានិយាយពាក្យខ្លី2 3ម៉ាត់ដែរតើយើងមិនចប់ហើយទេដឹងថាងសានកន្ត្រាក់ជ្រុងមាត់បន្តិចហើយក៏ទ្រាំមិនបានយំ2ម៉ាត់ទៀតសៀវអ៊ូបើការចាប់ជាតិថ្មីរបស់អ្នកមានវិញ្ញាណស័ក្តិសិទ្ធិសូមជួយតាមថែរក្សាប្តីរបស់អ្នកផងណាកុំនិយាយពីអ្វីផ្សេងសូមតែជួយឲ្យប្តីរបស់អ្នកមានជីវិតរស់សិនទៅបើមិនដូច្នោះទេពួកយើងពិតជាមិនអាចជួបជុំគ្រួសារឡើងវិញបានឡើយភាពទន់ខ្សោយនៃរាងកាយបានធ្វើឲ្យគាត់លងលក់ទៅវិញដោយមិនដឹងខ្លួនហើយថ្ងៃដ៏វង្វេងវង្វាន់បែបនេះបានកន្លងផុតទៅអស់រយៈពេល1 ខែពេញរាល់ថ្ងៃបានបើទឹកដោះដ៏តិចតួចរបស់ម្ដាយទីបំផុតក៏មិនដាច់ពោះស្លាប់ដែរប៉ុន្តែភាពទន់ខ្សោយនៃរាងកាយដ៏តូចនេះគឺជារឿងពិតប្រាកដតាមរយៈការដឹងរបស់ថាងសានចំពោះរាងកាយខ្លួនឯងសរសៃឈាមដ៏ស្ដើងទាំងនោះរាងកាយដ៏ទន់ខ្សោយនោះជិត1 ខែទៅហើយទម្ងន់របស់គាត់ប្រហែលជាត្រឹមតែ2 ទៅ 3 គីឡូក្រាមប៉ុណ្ណោះដែលប្រហាក់ប្រហែលនឹងទារកទើបនឹងកើតធម្មតាកាលពីជាតិមុន
ផាំងទ្វារបន្ទប់ដ៏រលុងស្រាប់តែត្រូវបានរុញបើកឡើងនេះជាសំឡេងខ្លាំងបំផុតដែលທາງសានបានឬចាប់តាំងពីមកដល់ពិភពលោកនេះគាត់ក៏បើកភ្នែកមើលទៅដោយសភាពគិតតួអង្គដុំហេម៉ាម្នាក់បានលូនចូលតាមទ្វារបន្ទប់នៅពេលឃើញរូបរាងរបស់វាທາງសានស្រឡាងកាំងជាខ្លាំងពីព្រោះវាពិតជាមិនមែនជារូបរាងរបស់មនុស្សឡើយនៅក្នុងពិភពលោកមុនរបស់គាត់ធ្លាប់ឃើញបិសាចគ្រប់ប្រភេទមកហើយប៉ុន្តែមួយនេះពិតជាប្លែកភ្នែកណាស់អ្នកដែលលូនចូលមកនេះប្រហែលជាភេទឈ្មោលមានរូបរាងដូចមនុស្សកម្ពស់ជាង2ម៉ែត្រប៉ុន្តែមានក្បាលជាចកវាមានចង្កូមលេចចេញមកក្រៅខ្លួនប្រាណធំក្លិនឆ្អាតបន្តិចបន្តួចរូបរាងដ៏មាំមួនរបស់វាស្ទើរតែធ្វើឲ្យបាក់ប្រហោងទ្វារទៅហើយគ្រប់មួយខែហើយឲ្យមកខ្ញុំមកមនុស្សចកក្រហមដាក់ម្ដាយរបស់ທາງសាននៅក្នុងពិភពលោកនេះម្ដាយរបស់ທາງសានបានអបគាត់យ៉ាងណែនទឹកភ្នែករបស់នាងបានហូរស្រក់ចុះមកភ្លាមមួយខែហើយທາງសានក៏អាចស្ដាប់យល់ពាក្យសម្ដីសាមញ្ញមួយចំនួននៅក្នុងពិភពលោកនេះដែរនៅពេលនេះក្នុងចិត្តរបស់គាត់មានអារម្មណ៍មួយដែលមិនអាចរៀបរាប់បានអ្វីដែលមនុស្សចកនេះចង់បានច្បាស់ជាខ្លួនគាត់ហើយចុះវាយកគាត់ទៅធ្វើអ្វីយកទៅស៊ីមែនទេជំពូកទី3ហាលឿនឡើងមនុស្សជាចកក្រហមឡើងដោយមិនអត់ធ្មត់ម្ដាយរបស់ថេងសែនທາງសានញ័រខ្លួនចំប្រប់ទឹកភ្នែកហូរចុះមកដូចជំនន់ប៉ុន្តែមនុស្សចកមិនខ្វល់ពីនាងឡើយវាបោះជំហានទៅមុខរួចប្រើក្រញាំដៃធំស្រវីចាប់ថេងសែនដែលនៅក្នុងកន្ទប់ចងគៀនកោះនោះមកលើដៃភ្លាមកូនអើយកូនសម្លាញ់ចិត្តម៉ែស្ត្រីជាម្ដាយស្រែកយំទ្រហោយ៉ាងខ្លាំងប៉ុន្តែនៅក្នុងពេលនោះនាងមិនបានព្យាយាមដណ្ដើមកូនមកវិញទេផ្ទុយទៅវិញនាងបានយកភួយសម្លេចាស់និងធ្លុះធ្លីតែមួយគត់នៅក្នុងបន្ទប់មកដណ្ដប់លើខ្លួនថេងសែនខណៈពេលនោះថេងសែនមានអារម្មណ៍ដូចជាបេះដូងរបស់ខ្លួនត្រូវបានគេច្របាច់យ៉ាងខ្លាំងតាំងពីមកដល់ពិភពលោកនេះជាលើកទី1ហើយដែលគេស្គាល់អារម្មណ៍ឈឺចាប់ក្នុងចិត្តម្ដាយរបស់ថេងសែនស្រាប់តែប្រទះឃើញថាផ្ទៃមុខតូចដេកបែរមករកនាងទារុដែលទើបតែជួបនឹងគ្រោះភ័យដ៏ធំធេងនេះមិនបានយំតតែសោះផ្ទុយទៅវិញភ្នែកទាំងគូដែលធ្លាប់តែរេទៅរេមកគ្មានព្រលឹងនោះស្រាប់តែភ្លឺថ្លាឡើងនៅពេលឃើញកែវភ្នែកដែលប្រែប្រួលភ្លាមនោះម្ដាយរបស់ថេងសែនភាំងស្មារតីមួយផ្លេតហើយសកម្មភាពរបស់នាងក៏តាក់ទើទៅតាមនោះដែរថយចេញទៅមនុស្សចរុញនាងចេញដោយក្តីធុញទ្រាន់ធ្វើឲ្យនាងដួលទៅលើគំនរចម្បាំងរួចវាក៏យកខ្លួនតូចរបស់ថេងសែនចេញទៅខាងក្រៅត្រជាក់ខ្លាំងណាស់ខ្យល់រងាបក់មកខ្លាំងមិនដឹងថាមនុស្សចកនោះមានចិត្តល្អឬខ្លាចថេងសែនត្រជាក់ស្លាប់ទេវាបានយកភួយចាស់នោះមកគ្របដណ្ដប់ដងខ្លួនគេយ៉ាងជិតដិតអ្វីនៅចំពោះមុខប្រែជាវាំងនឹងងឹតខ្យល់ត្រជាក់នៅខាងក្រៅក៏ត្រូវបានបាំងមួយរយៈក្រៅពីពិបាកដកដង្ហើមបន្តិចបន្តួចគេប្រហែលជាមិនទាន់ស្លាប់ភ្លាមនោះទេថេងសែនព្យាយាមធ្វើចិត្តឲ្យស្ងប់នៅក្នុងចិត្តរបស់គេក៏កំពុងតែបួងសួងយ៉ាងខ្លាំងគុំស្លាប់អីអ្នកម៉ែនៃពិភពលោកនេះសូមគុំស្លាប់អីឲ្យតែខ្ញុំអាចរស់បានខ្ញុំច្បាស់ជាត្រឡប់មកស្វែងរកអ្នកម៉ែហើយធ្វើឲ្យអ្នកម៉ែរស់នៅបានសុខស្រួលជាមិនខានចាំខ្ញុំត្រឡប់មកវិញណាបន្ទាប់ពីចិត្តស្ងប់ហើយការសន្និដ្ឋានដំបូងរបស់គេគឺមនុស្សចកម្នាក់នេះមិនបាននាំខ្លួនគេទៅធ្វើជាអាហារនោះទេការសន្និដ្ឋាននេះសាមញ្ញណាស់ទី1គឺដោយសារសាច់នៅលើខ្លួនគេមានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះមិនសមនឹងយកទៅស៊ីជាងសាច់ម្ដាយរបស់គេឡើយម្យ៉ាងទៀតមនុស្សចកនៅតែយកភួយមកដណ្ដប់ឲ្យគេដែលនេះជាការការពារមិនឲ្យគេក៏ស្លាប់ប្រសិនបើគ្រាន់តែជាអាហារតើមានអ្នកណាខ្វល់ថាវាស្លាប់រស់នោះពិតណាស់វាក៏មិនអាចកាត់ផ្ដាច់លទ្ធភាពដែលពួកវាចង់ស៊ីសាច់ស្រស់នោះដែរប៉ុន្តែមិនថាគេមានចិត្តស្ងប់កម្រិតណាក៏ដោយតើទារុដែលមានអាយុទើបតែ1ខែអាចធ្វើអ្វីបានទៅមានតែបណ្ដោយតាមព្រហ្មលិខិតប៉ុណ្ណោះគេអាចជឿសូរខ្យល់បក់រវិចពីចម្ងាយពិភពលោកខាងក្រៅហាក់ដូចជាលែងមានសម្លេងអ្វីផ្សេងទៀតឡើយពិភពលោកនេះមានឈ្មោះថាទ្វីបបេសាចនេះជាការសន្និដ្ឋានរបស់ថេងសែនបន្ទាប់ពីគេបានព្យាយាមរៀនភាសាមួយចំនួនដោយលំបាកដូចអ្វីដែលគេបានរំពឹងទុកមនុស្សនៅក្នុងពិភពលោកនេះគឺគ្រាន់តែជាទាសករដែលត្រូវបានគេជិះជាន់តែប៉ុណ្ណោះហើយសូម្បីតែនៅក្នុងចំណោមទាសករក៏ជាវណ្ណៈទាបបំផុតដែរពីព្រោះរាងកាយរបស់មនុស្សទុនខ្សោយពេកហាក់ដូចជាគ្មានប្រយោជន៍អ្វីតតែសោះរឿងនេះមិនអាចកាត់ផ្ដាច់លទ្ធភាពដែលថាមនុស្សអាចក្លាយជាអាហារនៅក្នុងពិភពលោកនេះបានឡើយទាសករជាន់ទាបបំផុតត្រូវបានគេចាត់ទុកជាអាហារជារឿងធម្មតាទៅហើយចំណែកព័ត៌មានផ្សេងទៀតនៅពេលនេះមិនទាន់មាននៅឡើយទេព្រោះថាម្ដាយរបស់គេនិងមនុស្សដទៃទៀតមានការប្រាស្រ័យតាក់ទងគ្នាតិចតួចណាស់អស់រយៈពេល1ខែមកនេះគេមិនដែលឃើញឪពុករបស់ខ្លួនឡើយគិតទៅស្ថានភាពច្បាស់ជាមិនសូវល្អទេកំសត់ណាស់កំសត់ពេកហើយទោះបីជាត្រូវចាប់ផ្ដើមពីចំណុច0ក៏គួរតែផ្ដល់ពេលវេលាឲ្យខ្ញុំចាប់ផ្ដើមផងចុះថេងសែនដកដង្ហើមធំដោយស្ងាត់នៅក្នុងចិត្តគេធ្លាប់គិតពីការលំបាកនៃការចាប់កំណើតឡើងវិញប៉ុន្តែមិននឹកស្មានថាវានឹងលំបាករហូតដល់ថ្នាក់នេះសោះចុងក្រោយមនុស្សចកហាក់ដូចជាឈប់ដើរថេងសែនឬវាហើបមាត់និយាយអ្វីពីរបីម៉ាត់ដោយមិនច្បាស់លាស់
ព្រោះតែមានភួយបាំងនិងភាសានៃពិភពលោកនេះគេនៅមិនទាន់យល់ច្បាស់ទើបស្ដាប់មិនសូវដឹងរឿងបន្ទាប់មកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេហុចទៅឲ្យអ្នកផ្សេងនៅពេលដែលភួយត្រូវបានបើកចេញ Tencent គ្រញីខ្លួនដោយសភាពគិតប៉ុន្តែខ្យល់ត្រជាក់ដែលគេគិតថានឹងមកដល់នោះមិនបានលេចឡើងឡើយផ្ទុយទៅវិញមានអារម្មណ៍កក់ក្ដៅមួយបានបក់មកជំនួសវិញប៉ុន្តែវាក៏មកជាមួយក្លិនដែលមិនសូវល្អប៉ុន្មានដែរទោះជាយ៉ាងណានេះជាលើកទី1ហើយចាប់តាំងពីគេកើតមកដែលមានអារម្មណ៍កក់ក្ដៅពេញមួយទូខ្លួនគេបើកភ្នែកមើលជុំវិញខ្លួនដោយយកចិត្តទុកដាក់កើតមកមុខដូចកូនស្វាអីចឹងហឹសសំឡេងក្រហមមិនច្បាស់មួយបានបន្លឺឡើងបន្ទាប់មក Tencent ក៏បានឃើញផ្ទៃមុខដ៏ធំមួយខិតមកជិតខ្លួននេះជាមុខជ្រូកមែនទេត្រូវហើយមុខជ្រូកធំណាស់យ៉ាងហោចណាស់ក៏តាមការដឹងរបស់គេដែរមុខជ្រូកនេះខិតមកជិតពិនិត្យមើលគេរួចក៏បីគេដើរចូលទៅខាងក្នុងអ្វីសំឡេងយំរបស់ទារកបន្លឺឡើងជាបន្តបន្ទាប់ Tencent ដឹងភ្លាមថានៅទីនេះគេមិនមែនជាកូនក្មេងតែម្នាក់នោះទេបន្ទាប់មកគេត្រូវបានគេដាក់ឲ្យដេកនៅលើគំនរចម្បាំងដ៏ទន់មួយសម្រាប់គេហៅវាថាគំនរចម្បាំងក៏បានឬហៅថាសម្បុកក៏មិនខុសគ្នាដែរនៅក្បែរខ្លួនគេសំឡេងយំកាន់តែខ្លាំងឡើងបន្ទាប់មកស្រមោលខ្មៅមួយបានសង្កត់ចុះមកមានអ្វីម្យ៉ាងមកច្របាច់មាត់គេឲ្យហើបចេញរួចវត្ថុដ៏ធំទន់និងមានក្លិនឆ្អាតអែមក៏ត្រូវបានញាត់ចូលទៅក្នុងមាត់របស់គេនៅខណៈពេលដែលទឹកដោះដ៏ក្តៅវណ្ហូរចូលទៅក្នុងបំពង់របស់គេកែវភ្នែករបស់ Tencent បើកធំភ្លាមមិនមែនដោយសារក្តីរំភើបទេប៉ុន្តែដោយសារតែគេស្ទើរតែឆ្លក់ស្លាប់ប្រសិនបើនិយាយថាទឹកដោះរបស់ម្ដាយបង្កើតគឺជាស្ទ្រីមទឹកតូចនោះទឹកដោះនៅចំពោះមុខនេះគឺប្រៀបដូចជាទន្លេដ៏ធំធេងដែលកំពុងបាក់ទំនប់អីចឹងដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងគេបានខំអញ្ចាញធ្មេញដែលមិនទាន់មានធ្មេញនោះដើម្បីទប់ទល់នឹងវត្ថុដ៏ធំនោះកាត់បន្ថយការហូរចូលនៃទឹកដោះឲ្យយឺតបន្តិចធ្វើបែបនេះទើបគេអាចលេបវាចូលទៅដោយពិបាកច្រមុះខំប្រឹងដកដង្ហើមយ៉ាងខ្លាំងដើម្បីឲ្យរាងកាយដ៏ទន់ខ្សោយនេះព្យាយាមសម្របសម្រួលយ៉ាងណាមិញគេក៏អាចដកដង្ហើមបានស្រួលបន្តិចវិញបន្ទាប់មកគេមិនខ្វល់ពីអ្វីទាំងអស់ហើយខំប្រឹងបើយ៉ាងខ្លាំងជីវជាតិនេះជាជីវជាតិដ៏កម្រណាស់នេះជាពន្លឺនៃក្តីសង្ឃឹមមែនទេមិនថាជាទឹកដោះមនុស្សឬទឹកដោះជ្រូកទេឲ្យតែមានស៊ីគឺគ្រប់គ្រាន់ហើយប៉ុន្តែក្តីសុខរបស់គេមិនបានយូរប៉ុន្មានទេស្រមោលខ្មៅដ៏ធំនោះក៏បានដើរចេញទៅទោះបីជាគេបើរហូតដល់ណែនពោះក៏ដោយក៏គេនៅតែចង់បើបន្ថែមទៀតដែរព្រោះនេះជាអាហារដំបូងដែលគេបានញ៉ាំឆ្អែតចាប់តាំងពីមកដល់ពិភពលោកនេះពេលឆ្អែតហើយស្មារតីរបស់គេក៏ធូរស្រាលបន្តិចវាក៏ធ្វើឲ្យគេអាចសង្កេតមើលអ្វីនៅជុំវិញខ្លួនបានដែរនេះជាផ្ទះមួយខ្នងនៅលើដីពោពេញទៅដោយចម្បាំងដោយសារគេនៅទន់ខ្សោយពេលនេះគេអាចត្រឹមតែងាកក្បាលមើលប៉ុណ្ណោះមិនអាចប្រែខ្លួនបានឡើយដូច្នេះហើយគេអាចមើលឃើញត្រឹមតែមួយជ្រុងតូចប៉ុណ្ណោះនៅក្បែរខ្លួនគេមានក្មេងប្រហែលជា 3-4 នាក់ទៀតដែលមើលទៅមានអាយុប្រហាក់ប្រហែលនឹងគេដែររាងកាយក៏ដូចគ្នាគឺស្គមស្កាំងខ្លាំងណាស់គ្រប់គ្នាដេកនៅលើចម្បាំងដ៏ទន់ល្វើយសីតុណ្ហភាពនៅក្នុងបន្ទប់នេះក្តៅវណ្ហល្មមមិនឲ្យរងាឡើយមេជ្រូកដែលទើបតែបំបៅដោះគេអំបញ្ញមិញនេះហាក់ដូចជាបានបំបៅក្មេងទាំងនោះព្រមគ្នាតែម្ដងអារម្មណ៍បែបនេះគឺដូចជាសត្វពាហនៈដែលគេយកមកចិញ្ចឹមនៅក្នុងក្រោលអីចឹងជាទាសករដែលគេយកមកចិញ្ចឹមកញ្ចប់រួមគ្នាមែនទេ Tencent សម្រាលទុកខ្លួនឯងក្នុងចិត្តយ៉ាងហោចណាស់ក៏មិនមែនជាអាហារដែរនេះជាការល្អណាស់ទៅហើយបន្ទាប់ពីបានញ៉ាំឆ្អែតមួយពេលនេះគេមានអារម្មណ៍ថាខ្លួនឯងមានឱកាសរស់រានមានជីវិតហើយថ្ងៃខែបានកន្លងផុតទៅបែបនេះមេជ្រូកនឹងមកបំបៅដោះ3ដងក្នុងមួយថ្ងៃកាលពីដំបូងឡើយ Tencent មិនទាន់ស៊ាំនឹងការហូរចូលនៃទឹកដោះច្រើនពេកនោះទេប៉ុន្តែគេបានសម្របខ្លួនយ៉ាងរហ័សរាល់ពេលដែលមេជ្រូកមកបំបៅគេខំប្រឹងបើឲ្យបានច្រើនព្រោះមានតែជីវជាតិទើបធ្វើឲ្យរាងកាយរឹងមាំកាលណារាងកាយរឹងមាំនិងធំធាត់ឡើងគេទើបមានឱកាសហ្វឹកហាត់វិជ្ជាហើយពេលមានវិជ្ជាទើបអាចខ្លាំងពូកែនិងអាចគ្រប់គ្រងជោគវាសនាដោយដៃខ្លួនឯងបានមិនថាពិភពលោកនេះជាបែបណានោះទេការខំប្រឹងរស់រានមានជីវិតមុនគេគឺជារឿងសំខាន់បំផុតតាមរបៀបនេះនៅពេលដែលគេមកដល់ពិភពលោកនេះបានរយៈពេល100ថ្ងៃគេមានសាច់ឈាមស្រឡូងនិងធាត់ជាងមិត្តភក្តិដែលនៅជុំវិញខ្លួនទៅហើយនៅទីនេះមេជ្រូកហាក់ដូចជាមិនមែនមានតែមួយក្បាលនោះទេហើយក្មេងក៏មានច្រើនដែររយៈពេល100ថ្ងៃក្រោមការខំប្រឹងស៊ីជប់យ៉ាងខ្លាំង Tencent អាចប្រែខ្លួនបានហើយគេក៏អាចមើលឃើញអ្វីបានកាន់តែច្រើនឡើងពីការសន្ទនារវាងមេជ្រូកទាំងឡាយគេក៏ចាប់ផ្ដើមយល់ដឹងពីភាសាកាន់តែច្រើននិងយល់ដឹងពីពិភពលោកនេះកាន់តែស៊ីជម្រៅទ្វីបបេសាចធំណាស់ធំរហូតដល់ថ្នាក់មេជ្រូកទាំងនោះមិនអាចពិពណ៌នាបានឡើយហើយកន្លែងដែលពួកវាស្ថិតនៅគឺជាទីប្រជុំជនតូចមួយនៅភាគសាននៃទ្វីបបេសាចដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិជនបេសាចចប់ម្នាក់មូលហេតុដែលពិភពលោកនេះត្រូវបានគេហៅថាទ្វីបបេសាចគឺដោយសារតែអ្នកដែលគ្រប់គ្រងពិភពលោកនេះ
ភាគច្រើនជាពូជសាសន៍ពីរគឺពូជបេសាចសត្វនិងពូជបេសាចរុក្ខជាតិវត្ថុធាតុដែលហៅជារួមថាបេសាច